សួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណសួស្តីពុកម៉ែបងប្អូនតពីភាគមុនបន្ទាប់ពីកូនយកមាសម៉ែឪទៅលក់អស់ពេលនេះនៅក្នុងក្រុមគ្រួសារកំពុងតែមានភាពវឹកវរអើយអាកាកំផុសទាំងអស់ហ្នឹងគឺមកពីឯងហ្នឹងកុំបន្ទោខ្ញុំមិនដែលឃើញបន្ទោអីមានតម្លៃពីមុនមកទេក្រៅពីមន់ស្ងោមិនដែលដឹងសោះថាអូម៉ែរបស់យើងគឺជាមហាសេដ្ឋីណោះប៉ុន្តែពេលនេះអស់លុយអាលីហើយពួកយើងវេទនាមិនកើតទេបែរហើយពួកគាត់គឺជាមហាសេដ្ឋីហេតុអីក៏ធ្វើខ្លួនក្រហើយពេលនេះក៏បានសម្រេចហើយនឹកឃើញរឿងនឹងឈឺចាប់ខ្លាំងណាស់ចង់ក្រឡើងក្រមែនទេនេះឯងជាអ្វីដែលឪពុកម្ដាយបានគ្រោងទុកចង់ធ្វើជាអ្នកក្របន្លំខ្លួនពេលនេះមានអីក្រមែនតែនហើយពួកគេមិនមែនក្រធម្មតានោះទេទីតលក្រតែម្ដងពេលនេះនៅក្នុងសមាជិកគ្រួសារ5នាក់មានអ្វីហូបទេពួកគេអង្គុយខូចចិត្តគ្រប់គ្នាហើយឪពុកម្ដាយរបស់ពួកគេក៏គ្មានការងារធ្វើដែរដោយកាក់ទាំងបាល់ម៉ានវិសល់គេដូនតាមកទេហើយឪពុកក៏បានទៅជំនុំគ្នាជាមួយកូនដើម្បីរកវិធីដោះស្រាយហើយកូនប្រុសទាំង3នាក់អើយពេលនេះពួកយើងគ្មានសល់អីទៀតទេពួកឯងត្រូវចូលប្រឡូកក្នុងសង្គមនឹងគេណាដឹងទេអើយពួកខ្ញុំដល់តូចដាក់ឲ្យចូលប្រឡូកក្នុងសង្គមមិនទៅឲ្យមិនយល់ទេយើងចង់មានន័យថាឲ្យពួកឯងទៅពេញរកការងារធ្វើពេលនេះវិវរហើយពួកគេទាំង3នាក់រន្ធត់ចិត្តជាខ្លាំងព្រោះឪរបស់ពួកគេបានដេញឲ្យទៅរលុយថ្ងៃបន្ទាប់ឪពុករបស់ពួកគេបានយកក្តារខៀនមួយដើម្បីបង្រៀនកូនពីរបៀបរកលុយក៏ប៉ុន្តែមើលទៅទឹកមុខគាត់ដូចជាមិនស្រូវស្រួលខ្លួនទេចង់ឈឺអ្នកទាំងអស់គ្នាជំរាបទី1ពីរបៀបរកប្រាក់ណាមើលមកណែបើយាយអូកាត់អីបើយាយអូកាត់អីបានជាដួលអញ្ចឹងរឿងធំហើយពេលនេះឪពុករបស់ពួកគេបានឈឺហើយដួលសន្លប់មិនអាចបង្រៀនពួកគេបន្តទៀតបានទេហើយបណ្ដាំចុងក្រោយឪពុកមានពាក្យខ្លះប្រាប់កូនអើយឪពុកឈឺដេកលើគ្រាបែបនេះសូម្បីតែហាមាត់ក៏ហត់ដែរមិនអាចបង្រៀនពួកឯងបន្តបានទេអូចង់ឲ្យពួកឯងធំហើយដែរត្រូវតែចេះរៀនគិតខ្លួនឯងបែបទេឲ្យវាមែនហើយម៉ែវាពួកគេទាំង3នាក់ឮឪពុកម្ដាយនិយាយបែបនេះបានត្រឹមតែមើលមុខគ្នាហើយមកគិតអង្គុយពិភាក្សាគ្នារកដំណោះស្រាយហើយឪរបស់យើងមានរឿងស្អីទៅណោះបានជាដួលងើបមិនរួចអញ្ចឹងឲ្យពួកយើងបានអាណាបង្រៀនចេះទៅត្រូវហើយយើងមើលទៅគាត់ថាដូចជាពិបាកចិត្តខ្លាំងណាស់ច្បាស់ហើយបែរគ្មានលទ្ធភាពចិញ្ចឹមពួកយើងទៀតទេបែបនេះត្រូវទៅរកដំណោះស្រាយរៀងខ្លួនត្រូវហើយដើម្បីឲ្យម៉ែសប្បាយចិត្តវិញពួកយើងត្រូវតែចេញទៅរកលុយអ្នកណារកលុយបានច្រើនជាងគេអ្នកនោះហើយគឺជោគជ័យមែនកំណត់ល្អតែវិញយើង3នាក់គួរតែចេញទៅរកលុយដើម្បីឲ្យម៉ែគាត់សប្បាយចិត្តវិញត្រូវហើយចាំមើល3នាក់គ្នាយើងនឹងណែអាណាមួយរកលុយបានច្រើនជាងគេចាំមើលទៅគិតតែយាយដឹងហើយអាណាមួយចាប់ផ្ដើមមុនគេទុកឲ្យអញឯងគិតចាប់ផ្ដើមរកស៊ីការងារស្អីគេមិនទាន់ប្រាប់ទេចាំមើលទៅឪពុកម្ដាយកំពុងតែរងគ្រោះព្រោះតែភាពក្រីក្រហើយពេលនេះកូនទាំង3កំពុងតែរកវិជោបាយដើម្បីជួយម៉ែឪហើយសង្ហារូគេគឺជាអ្នកចេញរកស៊ីមុនគេចង់មានឆាប់រលួចបេះផ្លែឈើរបស់គេនេះឯងជាមុខរបររកស៊ីរបស់សង្ហាចាប់ផ្ដើមដំបូងយកស្អីបលុកដឹកក៏ផ្លែឈើស្រស់ល្អតើដែរចាប់ទៅយកលឿនទៅបោប្រុសចុះបញ្ញាទៅវិញបុកល្អហើយចុះទៅវិញលុយជាតិអត់បែនរលុយងាយបែបហ្នឹងទេអីអាហ្នឹងគឺប្រយ័ត្នប្រញាប់ទៅដើរវាបុកយើងឯងដើរមកដាក់ក្របភ្នែកគេអ្វីឆាប់ទៅចូលគុកចាំស៊ីបាយស្រាប់ទៅវើយតែមិនចូលគុកដាក់គេទេបោលោមានការអីម៉ែអើយជួយខ្ញុំផងខ្ញុំលួចបេះតបែកគេពេលនេះជាប់គុកហើយម៉ែមកចុះទៅវិញកូនសង្ហាវីវហើយត្រង់បន្តិចទៅកូនម៉ែមិនមានលុយលក់អីទេបើចឹងដោះឲ្យវាកាត់អីទៅឲ្យវាស្ថានភាពរបស់ឪកាន់តែធ្ងន់ធ្ងរទៅដោយដឹងថាកូនប្រុសរបស់គាត់គឺសង្ហាដេកគុកហើយព្រោះទៅលួចបេះផ្លែឈើរបស់គេចយឲ្យពេលនេះវីវមែនទេហើយសង្ហាដេកគុកបាត់ហើយដឹងសតតែយើង2នាក់ទេវើយបើអញ្ចឹងចាំយើងចាត់ការដោយខ្លួនឯងជាប់ប្រងធ្វើស្អីហ្នឹងយើងទៅប្រើមុខស៊ីរបស់យើងឲ្យវាមានប្រយោជន៍អូmy god ចង់ធ្វើប្រុសលក់ខ្លួនមែនទេដឹងមិនមែនទេគឺដើររកប្រពន្ធអ្នកមាន
ចំណែកឯកូនប្រុសបន្ទាប់គេក៏នឹកឃើញចង់បានប្រពន្ធអ្នកមានដើម្បីជួយក្រុមគ្រួសាររបស់គេហើយពេលនេះគេកាន់ការ៉ុងមួយឈរក្បែរផ្លូវរងធ្វើស្អីចេះ ស្អីស្អាតមកដល់ហើយតាកូនអ្នកមានផងនេះព្រមទៅស្អីហ្នឹង ចាប់បានហើយយកទៅរំលោភឯណាណៃម្ដងកុំស្រែកណោះ អាចតបយកឯងចោលធ្វើស្អីអ្នកនាងផងចាប់ដោះលេខលៀបទៅបើចង់រស់នោះ ឯងជឿដល់គេមកគម្រាមយើងផងយើងទៅក៏បានដែរចៅ ឯងសម្រាប់ឲ្យចេះរត់តួនឯងពូវេទនាហើយបានខ្ញុំវាយប៉ើងទៅនិព្វានបាត់ហើយអូយខ្ញុំខ្លាចណាស់កុំតែបានពូជួយកុំឲ្យខ្ទេចខ្ទីអស់ហើយខ្ញុំខ្លាចទៀតទៅណាចាប់ទៅពេលនេះតទៅខ្ញុំការពេលអ្នកនាងដោយខ្លួនឯងរៀបការជាមួយខ្ញុំបានទេចាយល់ព្រមយ៉ាសម្រាប់តាផែនការអូដែរវីដេអូក៏ចង់ដឹកច្បាស់មើលវីដេអូនេះទៅចង់ពងថតហ៎បោអូយអាតបោះយកវាលួចថតយើងតាំងពីស្បើដែរចាប់ហើយពេលនេះគុកមិនខាតទេខ្ញុំអូណាទេបងទីដែរលោកអាបាយឲ្យជួយខ្ញុំផកជាប់គុកឲ្យដល់ស្អាតចាប់កូនអ្នកមានធ្វើប្រពន្ធអីគេជាប់គុកទៀតហើយអូយអាកូនទី1ជាប់គុកអាកូនបន្ទាប់ក៏ជាប់គុកអាពួកនេះរត់តែគុកតែម្ដងហើយដល់មិនដឹងទៅចាប់កូនទេយកមកធ្វើប្រពន្ធដូចជាគ្មានមេបាបបណ្ដៅឡើយពួកឯងគាត់នៅក្នុងគុកអាចគ្មានលុយលួសទេពូរបស់យើងមិនក៏ឆ្វាក់ទៅរឿងគុកចឹងជាប់អស់ហើយជំរាបសួរបាទសរុបថ្លៃថ្នាំនិងការស្នាក់នៅអស់ជាង$200,000តែមិនជា20,000ងាប់ហើយឯងងាប់ទាំងអស់គ្នាហើយពេលនេះងុនក៏មែនតែនហើយកូនទី1ក៏ជាប់គុកកូនបន្ទាប់ក៏ដេកគុកដែរព្រោះធ្វើបំពានច្បាប់នៅសល់តែកូនម្នាក់ទៀតទេពេលនេះកំពុងការអង្គុយគិតហើយអារោគវិធីអ្វីដើម្បីដោះស្រាយចេញបានអូយអាពីរអ្នកនោះជាប់គុកក៏ព្រោះតែធ្វើខុសច្បាប់ខ្ញុំនៅសល់ម្នាក់ឯងខ្ញុំមិនធ្វើខុសច្បាប់ឲ្យអមសិលធម៌របស់ខ្ញុំទេខ្ញុំបង្ខំទៅធ្វើការដាច់ខាតកំពុងការខ្ញុំតែអង្គុយគិតចុះគិតឡើងថាបងប្អូនរបស់គេទាំងពីរនាក់ទៀតជាប់គុកព្រោះតែធ្វើខុសច្បាប់ប៉ុន្តែពេលនេះគេមិនធ្វើខុសច្បាប់ឡើយបន្ទាប់ពីគិតរួចហើយរូបគេក៏បានដើរមកកន្លែងលោកមាសដើម្បីរកការងារធ្វើពូខ្ញុំមកនេះចង់សួរពូរឿងមួយទូចអើយមករកពូវេទការអីហែកមិនយកអំបាយអាបេបលក់ឲ្យពូទៀតនឹងយ៉ាងម៉េចអត់ទេពូគ្រួសាររបស់ខ្ញុំកំពុងជួបបញ្ហាហើយពេលនេះខ្ញុំចង់គិតថាសុំការងារពូធ្វើពូមានការងារខ្ញុំធ្វើដែរទេពូថាម៉េចឯងកំពុងរកការងារធ្វើមែនទេមិនអីទេដែរយើងកំពុងតែបើកហាងថ្មីរកបុគ្គលិកលក់មាសតាមដងផ្លូវយកមាសទៅដល់លក់ពេលដែលលក់ដាច់អស់យើងនឹងជូតឯង5%តែម្ដងអើយប៉ុន្តែទេឲ្យមកចឹងខ្ញុំមកដើរលក់កំពុងការរូគេធ្លាប់មានបទពិសោធន៍លក់អេតចាយពេលនេះរូគេមកដើរលក់មាសវិញម្ដងលក់មាសបងប្អូនអើយលក់មាសមានអ្នកណាចង់ទិញមាសពាក់ដែរទេបងប្អូនមានថ្លៃណាបើមិនសិនតែមានលុយទិញក៏មិនអាចទិញគ្រប់ដែរលក់មាសបងប្អូនអើយលក់មាសយេអាអូនវាមកពីវីដេអូលក់មាសតាមផ្លូវយើងមិនដែលឮទេវើយមាសខ្លាយឬក៏មាសពិតដោះមកលក់ចាអូនមាសឯងមាសពិតឬខ្លាយមាសពិតដល់មួយជីជាង$500តែប៉ុណ្ណោះប្រហែលជាគ្មានលុយទិញនោះថ្លៃបេះតទៅបន្តិចមើលត្រឹម$300លក់ទេអូនលក់មិនកើតទេពូអើយវាខុសហាងឆេងធនាគារមិនអាចលក់បានទេលក់ទៅតាមហាងឆេងប្រហែលជាមានសុតហើយមិនអីទេទិញយកទាំងអស់តែម្ដងមិនចាំបាច់រាប់ទេលុយអូពូមានលុយទិញដែរវ៉ៃអរគុណពូកំពុងការចេញធ្វើការថ្ងៃដំបូងមាសមួយអមរែកគេលក់តែមួយផ្លែតតែប៉ុណ្ណោះបានលុយមកដុំពេលនេះយកទៅឲ្យថៅកែវិញពេលដែលមកដល់មុខហាងឃើញចៅកំពុងតែត្រៀមប្លន់មាសពីថៅកែរបស់គេអូដល់ឲ្យស្គៀបហើយលើកដៃឡើងលើជាពីរបស់យើងគ្មានផ្ដេកទេឆាប់ប្រមូលលុយនឹងមាសប្រាក់អស់មកឲ្យយើងកុំបាញ់ចាំយើងឲ្យកុំបាញ់ទៅស្រែកដល់បកាច់អីមិនប្រមូលមាសមកឲ្យយើងមកនេះវាទៅទុកជីវិតឲ្យយើងផងវាតែស្រែកប្រាក់យើងបាច់បែកថ្លើមវើយអាចចោលទៅបលយកឯងឈប់ភ្លាមណាចាំទទួលតើអាយអាណាចាឯងនេះតកែលុយនឹងខ្ញុំលក់មាសមកអមរែកបានមកដុំប៉ុណ្ណឹងការមកជួយយើងតន់ពេលវេលាកុំអីទៅចោលឡន់យើងបាត់ទៅហើយមិញហ្នឹងដឹកអីគេលុយឯងពិតជាស្មោះត្រង់ដល់យើងខ្លាំងណាស់យើងមិនដែលជួយមនុស្សស្មោះត្រង់ដូចឯងចឹងទេមាសឯងឲ្យយកទៅវិញទៅណាយើងមិនចង់បានរបស់ឯងទេតកែលេខសើចនឹងខ្ញុំពេកទៀតហ្នឹងឲ្យមាសមកខ្ញុំវិញទាំងអស់អញ្ចឹងត្រូវហើយវាជារបស់ឯងទេឆាប់យកទៅឲ្យម៉ែឪរបស់ឯងដោះស្រាយក្នុងគ្រួសារទៅណាយើងមិនចង់បានរបស់ឯងឡើយបើឲ្យខ្ញុំយកអីចឹងអរគុណច្រើនតកែដោយសារកំពុងការមានចិត្តស្មោះសរទៀងត្រង់ចេះជួយអ្នកដទៃពេលនេះថៅកែឲ្យមាសមកវិញទាំងអស់
រូបគាត់យកតែប្រាក់ចំណេញបន្តិចបន្តួចតែប៉ុណ្ណោះបិទស្ងាត់ហើយឲ្យបែកជប់យកមាសមកវិញបាត់ទាំងអស់ហើយដែរមើលនេះអូតែបាយវាមកដល់របៀបណាហ្នឹងកុំតន់អាសួរម៉ែទីទៀតខ្ញុំនឹងប្រាប់អ្បែកក៏ឡើងអង្គុយបានចឹងតែពិតឪគ្មានឈឹងអីទេចង់ដកពិសោធន៍កូនតែ3នាក់នឹងថាអ្នកណាឆ្លាតជាងគេចាំមើលតែពិតជើងសោះកំពុងការដឹងការពិតហើយញញឹមបិទមាត់មិនចិត្តនោះទេព្រោះឪពុកចង់ដកពិសោធន៍ចិត្តកូនតែប៉ុណ្ណោះហើយពេលដែលគេមានលុយគេមិនលួសបងប្អូនរបស់គេបន្ទាប់មកពួកគេបបួលគ្នារកស៊ីលក់អាហារតាមផ្លូវលក់ដាច់ខ្លាំងណាស់មួយច្រើនមែនទែនពេលនេះជីវិតរបស់ពួកគេរស់នៅយ៉ាងមានក្តីសុខមិនខ្វល់ខ្វាយពីកូនអ្នកមានកូនមហាសេដ្ឋីអ្វីឡើយអូយបាយសប្បាយចិត្តណាស់ពេលឃើញពួកឯងរស់នៅជាមួយគ្នាយ៉ាងកក់ក្ដៅអញ្ចឹងប្រាប់ពួកឯងហើយគ្មានអ្វីប្រសើរជាភាពស្មោះត្រង់ទេណាកូនអូយសូមសរសើរអាការតែម្ដងពិតជាល្អមែនអរគុណហើយបើយើងក៏មិនជាប់គុកឯងក៏មិនធ្វើចឹកដែរមានតែសោះឯងបបាត់សោះមកជើងធ្លាក់ទៅលើផ្ទះហឡូទៅកូនអរគុណពុកម៉ែបងប្អូនចប់បរិបូរណ៍សួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណមាសសុតទុកចែកកូនកាលពីដើមឡើយមានប្តីប្រពន្ធ2នាក់គឺជាមហាសេដ្ឋីទ្រព្យសម្បត្តិពួកគេបើដេកចាយមួយជីវិតក៏មិនអស់ដែរថ្ងៃមួយប្តីប្រពន្ធទាំង2នាក់នេះបានអង្គុយមើលទូរទស្សន៍ឃើញព័ត៌មានមួយទាក់ទងទៅនឹងកូនធ្វើបាបឪពុកម្ដាយជំរាបសួរប្រិយមិត្តអ្នកទស្សនាជាទីមេត្រីពេលនេះសូមជូនព្រឹត្តិការណ៍មួយទាន់ហេតុការណ៍មានគ្រួសារមហាសេដ្ឋីមួយកំពុងតែជួបបញ្ហាដោយសារកូនរបស់គាត់គឺជាគ្រួសារមហាសេដ្ឋីមានទ្រព្យសម្បត្តិចាយច្រើនរាប់មិនអស់ទេប៉ុន្តែពេលនេះកូនញៀនលបែងជក់គ្រឿងញៀនហើយកូនរបស់គាត់គឺជាមនុស្សកាយសាហាវខ្លាំងណាស់បំផ្លាញខ្ទេចខ្ទីធ្វើឲ្យម៉ែឪចាក់គ្រូក្រីក្រដោយសារកូនតែម្ដងកុំរវល់តែអង្គុយយំឆាប់ទៅរលុយឲ្យខ្ញុំមកជើងបត់កឡូវនោះប្រិមិត្តទាំងឡាយសូមទស្សនាមើលចុះនេះឯងដែលគេហៅថាកូនដេរឆានណោបំផ្លាញខ្ទេចខ្ទីអស់ហើយបងប្អូនគូជិះវាកុំឲ្យជួបកូនបែបនេះអសោះការផ្សាយរបស់យើងសូមសម្រាប់ត្រឹមដល់សិនអូយអូវាអើយមើលចុះបើយើងជាអ្នកមានហើយកូនមកបែបដែរប្រកាសជាអន្តរាយមិនខានទេអើយបែរវាកុំទៅគិតច្រើនធ្វើស្អីកូនវាមិនចឹងទាំងអស់នោះទេកូនរបស់យើងនៅក្នុងពោះនៅឡើយទេវាមិនទាន់កើតឡើយយើងជាមហាសេដ្ឋីណាអើយអូវាយើងចិត្តតែបារម្ភទៅណាកូនរបស់យើងជាមនុស្សល្អតែបើកើតមកហើយវាដើរតាមពុកមនុស្សអាក្រក់ប្រកាសជាបំផ្លាញតែទីយើងចិត្តតែបារម្ភទុកមុនទៅអើយបើចឹងរុះផ្ទះធំដឹកចោលទៅធ្វើផ្ទះខ្ទមមួយទៅកុំឲ្យកូនកើតមកដឹងថាម៉ែវាខ្លាចជាអ្នកមានយល់ទេអូខេប្តីចឹងយើងយកទ្រព្យសម្បត្តិរបស់យើងលាក់ទុកកុំឲ្យពួកវាកើតមកឲ្យដឹងថាយើងអ្នកមានកើតជាអ្នកមានបញ្ហាច្រើនណាស់ខ្លាចជាអ្នកមានហើយនៅតែពិបាកទៀតប្តីប្រពន្ធទាំង2នាក់នេះកំពុងតែវិភាសាគ្នាបន្លំខ្លួនចង់ធ្វើជាអ្នកក្រព្រោះខ្លាចកូនកើតមកដឹងថាម៉ែឪគឺជាអ្នកមានបំផ្លាញទ្រព្យសម្បត្តិអស់ពេលនេះម៉ែឪវាយផ្ទះធំចោលរួចសាងសង់ផ្ទះខ្ទមតូចមួយនៅឯវាលស្រែព្រោះដើម្បីបន្លំខ្លួនថាពួកគាត់គឺជាអ្នកក្រពិតប្រាកដមិនយូរប៉ុន្មានម៉ែក៏បានឈឺពោះសម្រាលកូនហើយពិតជាមិនធម្មតាមែនម៉ែទទួលបានកូនភ្លោះ3នាក់បងប្អូនតែម្ដងសុទ្ធតែប្រុសចាអ្នកស្រីសូត្របានកូនប្រុស3នាក់ណាអូយមកកូនខ្ញុំទី1មុខអាម៉េចដែរទី1អីលឿនមើលចាអ្នកស្រីកូនទី1មុខគួរឲ្យស្រឡាញ់ហើយគួរឲ្យខ្នាញ់ទៀតទីឲ្យបបចាកូនទី2វិញឆ្លងអ្នកស្រីអាទី2វាសាហាវខ្លាំងណាស់អូយចឹងនិយាយមកជួយមើលអាទី3មើលមែនអូអ្នកស្រីអាទី3អត់សុខស៊ីជាងគេអាទី3វាកាត់តាមព្រោះសុខស៊ីតាំងពីដើមមកហេអូកូនម៉ែគួរឲ្យស្រឡាញ់ទាំងអស់ហ្នឹងខ្ញុំឃ្លានហើយខ្ញុំចង់ស៊ីសុបគោឡើងភ្នំកើតយូរហើយគ្មានអីឪពុកយើងស៊ីទេសង្ស័យកើតចំកន្លែងក្រហើយមើលទៅពេលដែលកូនទាំង3នាក់កើតមកហើយម៉ែឪក៏បានចិញ្ចឹម3បាច់ធម្មតាគឺពួកគេមិនខុសពីក្មេងស្រុកស្រែទេសំបីតែការហូបចុកធម្មតាស្លៀកពាក់ក៏បែបធម្មតាការហូបបាយជាមួយតែពងទាចៀនរាល់ថ្ងៃសំបីតែការដេកយប់ឡើងពួកគេដេកចងមុំធម្មតាហើយគ្មានកង្ហារនោះទេដៅស្អុះណាស់អង្គុយបក់ទាំងកណ្ដាលយប់តែម្ដងហើយជីវិតពួកគេរស់នៅបែបជាក្មេងស្រុកស្រែជនបទ
ដេញប្រឡែងគ្នាលេងតាមវាលស្រែយ៉ាងសប្បាយបន្ទាប់មកក៏បានងូតទឹកប្រឡាយអូហូយគួរឲ្យស្រណោះដោយតែខ្ញុំនៅតូចដែរកាលគ្រានោះពួកយើងគ្មានអ៊ីនធឺណិតគ្មានទូរស័ព្ទទំនើបប្រើនោះទេមានតែលេងបិទពួនបៃលុកបៃឡលេងដីឥដ្ឋជាដើមអូហូយគួរឲ្យនឹកស្រណោះដល់វ័យកុមារដល់ហើយពេលនេះម៉ែឪក៏បានសង្កេតឃើញថាកូនរបស់ពួកគាត់ភុំពេញវ័យអស់ហើយអញ្ចឹងហើយត្រូវតែមានចំណេះជំនាញក្នុងខ្លួនដើម្បីចិញ្ចឹមជីវិតពេលនេះហាមកប្រជុំគ្នាដើម្បីចង់ដឹងថាសួរពួកគេនៅថ្ងៃអនាគតពួកគេម្នាក់ចង់ធ្វើអ្វីកូនម៉ែម្នាក់ធំពេញវ័យហើយពួកឯងចង់ធ្វើស្អីគេចាប់ឆ្លើយម្នាក់ម្ដងមកបាទម៉ែឪខ្ញុំចង់ខ្លាយជាអ្នកលេងដើម្បីគ្រប់គ្រងទីក្រុងឲ្យបានក្មេងចំណើងហើយមិនល្អទេបាទខ្ញុំចង់ខ្លាយជាអ្នកបដាលពិភពលោកណាអ្នកបដាលងាប់ហើយចំណែកខ្ញុំចង់ខ្លាយជាតារាព្រោះខ្ញុំស្អាតតាំងពីកើតមកហេស្អីជាតារាហើយពួកឯងគិតច្បាស់ហើយហ្នឹងអីឲ្យវាកុំតអត់ខឹងអីចាំយើងពិភាក្សាគ្នាម្ដងទៀតទៅពេលនេះវីវហើយពេលដែលហៅកូនប្រជុំគំនិតរបស់គេមួយខុសពីគម្រោងផែនការរបស់ម៉ែឪបានគ្រោងទុកពេលនេះម៉ែឪក៏បានពិភាក្សាគ្នាម្ដងទៀតឲ្យវាខ្ញុំចង់អាយ៉ាទ្រូហើយមួយចង់ធ្វើដាក់បណ្ដាលមួយទៀតចង់ធ្វើក្មេងទំនើងហើយមួយទៀតចង់ធ្វើជាតារាតើគួរធ្វើបែបណាទៅនេះខ្ញុំក៏មិនយល់ពីគំនិតរបស់ពួកវា3នាក់នេះដែរយើងមានលុយពិតមែនប៉ុន្តែបើសិនជាយើងផ្ដល់ឲ្យតែម្នាក់2នាក់ទៀតប្រកាសជារករឿងមិនខានកិច្ចការដែលវាចង់ធ្វើឲ្យវាសិតតែយ៉ាប់ខ្ញុំគិតថាតែមិនចាំបាច់ផ្ដល់ប្រាក់ឲ្យអ្នកណាម្នាក់នោះទេណាបើសិនជាយើងផ្ដល់ទៅក៏វាមិនបានប្រយោជន៍អីបើវិញដែរវាធ្វើការងារបែបអញ្ចឹងល្អហើយមិនចាំបាច់ផ្ដល់ឲ្យអាណាមួយទេពុសិតការងារគ្មានប្រយោជន៍ឪពុកម្ដាយបានសម្រេចចិត្តមិនយកមាសប្រាក់របស់គាត់ជួយកូនណាមួយឡើយហើយប្រាប់ថាអ្នកណាចង់ធ្វើអីក៏បានដែរឲ្យតែមានលុយកាក់ខ្លួនឯងពេលនេះឪពុកម្ដាយបានជុំគ្នាហើយទិញម្ហូបថ្លៃឲ្យពួកគេហូបហើយពួកគេឆ្ងល់បើម៉ែឪគ្មានលុយមិនក៏មានលុយទិញម្ហូបឆ្ងាញ់រាល់ថ្ងៃម៉ែអើយម្ហូបថ្ងៃនេះមិនក៏ឆ្ងាញ់សម្បើម៉ែខ្ញុំចូលចិត្តចាញ់មែនមិនហើយឃើញតែហូបម្ហូបឆ្ងាញ់រាល់ថ្ងៃតែយើងមកឪមិនដែរធ្វើការអីទេហើយតែយើងបានលុយមកពីដែរទិញម្ហូបថ្លៃអញ្ចឹងទៅណោះសម្រាប់ខ្ញុំវិញសប្បាយចិត្តដែរតាំងពីតូចដល់ធំស៊ីមន់ដុតរាល់ថ្ងៃអញ្ចឹងកូនមកស្កែដល់វាហូបទៅកុំសួរច្រើនទៅហូបទៅដល់វាស៊ីទៅដែរអ្នកក្រក៏ស៊ីម្ហូបអញ្ចឹងដល់វាស៊ីទៅស៊ីទៅធំឡើងធ្វើជាមនុស្សល្អក្នុងសង្គមណាបាទម៉ែno គូដាក់ចរាចរណ៍ហើយឡានមានបញ្ហាអីដោះម៉ែអូឬឡើងម៉ែវាកុំឲ្យពួកវាឃើញឬឡើងម៉ែវាចាអូវាបាំងចិត្តទៅអូស្គន់បន្តិចឲ្យមាសរបស់យើងអូវាឲ្យម៉ែធ្វើអីលឹបលោនឹងវិញយកស្អីទៅលាក់ចម្លែកដល់ហើយនេះនឹកឃើញអីតិចលាក់របស់ស៊ីទៅដល់នៅមិនត្រង់ហ្នឹងរត់ទៅមើលសិនមើលកំពុងការរូបគេកំពុងតែអង្គុយលេងឡានឃើញឪពុកម្ដាយរបស់គេដូចជាលឹបលោយកស្អីមកលាក់ក្នុងព្រៃពេលនេះគេតាមដានហើយគិតថាប្រហែលជាយករបស់ឆ្ងាញ់មកទុកក្នុងព្រៃឃើញដានជើងរូបគេក៏បានដើរតាមដានជើងនោះរហូតមកដល់កន្លែងដែលលាក់ទុករបស់នោះហើយស្អីគេចេះដោះកំពុងការរូបគេបានដើរតាមដានជើងរហូតមកដល់ត្រង់នេះឃើញមានឈើ3កំណាត់តែនៅក្នុងនេះមានអ្វីទៅរូបគេរឹតតែឆ្ងល់ខ្លាំងទៅស្អីគេទៅនៅក្នុងដីនឹងដោចកដឹងបើកមើលដើម្បីអស់ការសង្ស័យរូបគេស្ទើរទៅបើកភ្លាមអានេះស្អីគេទៅដោពណ៌លឿងឆ្អិនឆ្អៅគូមើលឃ្លុកតើវាជាស្អីទៅម៉ែឪរបស់ខ្ញុំយកមកកប់ក្រោមដីអញ្ចឹងចម្លែកមែនយកទៅសួរគេមើលល្អជាងវីវហើយកំពុងការរូបគេដោយសារភាពវ័យក្មេងមិនដែលបានឃើញមាសពីមុនមកទេហើយគេមិនស្គាល់តើនេះជាវត្ថុអ្វីគេបានវិចមកបង្វិចយកទៅសួរអ្នកលក់ដូរអាហ្នឹងវាស្ពាយស្អីវាណោះទិញអេតចាយដែរទេខ្ញុំមានរបស់ចង់ឲ្យពូមើលទូចអើយមានស្អីចង់ឲ្យពូមើលចាក់មកនេះដែរពូនេះជាស្អីឲ្យប្រកាសទៅពូលឿងឆ្អិនឆ្អៅតែម្ដងជាគ្រាប់អមេឬយ៉ាងម៉េចបុរសម្នាក់នេះឃើញមាសហើយស្រឡាំងកាំងតែម្ដងបើកភ្នែកធំចំហមាត់ហើយមើលទៅការគិតថាកំពុងការជាក្មេងល្ងងមិនស្គាល់មាសប្រាក់អ្វីទេពេលនេះគាត់ប្រងលេងល្បិចអីហើយអាក្មេងនេះប្រហែលជាវាមិនសូវគ្រប់ឬក៏វាឈួតកថាបានយើងនឹងប្រើល្បិចដាក់វាកុហកវាហើយ
អាទូចអើយនេះគឺជាអំបែងក្របផ្លោកណាវាមិនសូវមានតម្លៃទេហើយឯងចង់លក់1គីឡូប្រហែលហ្នឹងអំបែងក្របទេចឹងត្រូវហើយឥឡូវថ្លឹងសាក់មើលទៅ10គីឡូគាត់ពីមុនយកទិញ1គីឡូ700ប៉ុន្តែឯងមកដល់យកទិញ1000ចោះនេះជាលុយរបស់ឯងហើយទៅរត់ទិញស្ករក្របស៊ីទៅបើមានទៀតយកមកលក់ឲ្យខ្ញុំដែរហើយកុំដើរប្រាប់គេផ្ដេសផ្ដាសវើយមិនក៏ប្រាប់គេមិនបានចឹងមិនចង់បែកការព្រោះឯងជាម៉ួយរបស់ខ្ញុំណាមិនអីទេចឹងចាប់ខ្ញុំធ្វើតាពូប្រាប់ល្អហើយពូហ៊ានទិញថ្លៃមែនដែរគេទិញ1គីឡូ700តែគាត់ហ៊ានឲ្យដល់1000វិញយើងឈប់ទិញអេតចាយហើយតែប៉ុណ្នេះយើងបើកខាងលក់មាសម្ដងកវត្តចោលអស់នេះដោយសារភាពឆោតល្ងងរបស់ក្មេងដោយសារគ្នាមិនដឹងយកមាសទៅលក់1គីឡូ1000រៀលតែប៉ុណ្ណោះអ្នកទិញអេចាយគ្រប់ទឹកហើយគេបានលុយព្រាមទិញម្ហូបអាហារយកមកផ្ទះទៅដល់លេខដល់ដែរបាត់មកព្រឹកហើយដល់ពេលបាយមកដល់លបបោចូលមកអង្គុយស៊ីបាយកូនហើយឯងកំពុងការស្អីđâuដែលអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរបស់មក surprise ដែរគឺជាប្រហិតដែរមិនមែនទៅតាមផ្លូវចម្លែកដល់ហើយមែនឲ្យឲ្យវាបើឯងតិចប្រហិតមែនឲ្យបានលុយបោពីដាមកអូបាយអត់ដឹងទេខ្ញុំឃើញអូបាយយកបាយអាបេទៅកប់ចោលខ្ញុំលោបដើរតាមពីក្រោយខ្ញុំកាយយកទៅលក់អេតចាយបាន10គីឡូហើយបានលុយទិញម្ហូបដល់ត្មងទៅគាត់អីហើយបាន1គីឡូមកបានទៅគឺ1គីឡូ1000រៀលបានគាត់អីកាឯងបំផ្លាញគ្មានសល់ទេបំផ្លាញអីទៅឪខ្ញុំមានធ្វើអីខុសព្រមប្រាប់ឯងឲ្យដឹងទៅចោះរបស់ដែលឯងយកទៅលក់នោះគឺមានសុទ្ធដែរទ្រព្យសម្បត្តិរបស់ឪម៉ែគឺជាមហាសេដ្ឋីដើម្បីទុកចែកឯងពេលឯងធំឡើងពេលនេះឯងយកទៅលក់ខ្ទេចអស់ហើយឪបាយគ្មានស្អីសល់ទៀតទេកូនអើយឆ្កូតកំពុងស៊ីសាច់មាន់ក៏មិនឆ្ងាញ់ដែរលក់ខ្ទេចខ្ទីអស់ហើយមាសយើងអ្នកទាំងអស់គ្នាខ្ញុំមិនដឹងទេខ្ញុំមិនដឹងថាវាជាមាសទេណាបើមិនដឹងហេតុអីក៏មិនយកឲ្យពួកយើងមើលសិនមិនគួរដែរយកទៅលក់បែបនេះទេអាចង្រៃយកហើយគាត់ឯងយកវាទៅលក់ដល់ឯណាប្រាប់អូមើលដែរយកលក់ឡើងគេទិញអេតចាយឆាប់សងមាសយើងវិញមកមិនដូច្នេះទេនឹងចាក់សាំងដុតកន្លែងឯងហើយណាអាឡូប៉ូប៉ូលីសបេទេខ្ញុំកំពុងទេទៅនេះគឺខ្ញុំប្រើទូរស័ព្ទ iPhone 17មានអ្នកកំពុងតែមកកោកន្លែងខ្ញុំបាទបងគឺប៉ូប៉ូលីសឲ្យបងប្រើ iPhone 17 Pro អីដែរពណ៌ក្បៅបងឲ្យកំពុងរាយការណ៍ពីកន្លែងលក់មាសបងមានរបស់ល្អប្រើបងមិនមែនជាមនុស្សធម្មតាទេសូមរាយការណ៍មកចឹងបាទសែបមានបរិសម្នាក់គ្មានអាវពាក់ទេកំពុងតែមកកោកន្លែងខ្ញុំលក់មាសចង់បានប្លន់មាសពីខ្ញុំទៅថ្ងៃត្រង់ខ្ញុំនឹងថតវាឲ្យសែបមើលដែរកំពុងថតសែបឲ្យថតដល់ iPhone 17អាចសែបទៅសែបទៅហើយពូភឿបានទៅកន្លែងទិញអេតចាយទាមាសពីអ្នកលក់វិញតែកន្លែងគេបើកហាងលក់មាសបាត់ទៅហើយប្រមូលមាសវិញមិនបានទេហើយគេទេទូរស័ព្ទប្រាប់ប៉ូលីសប្រាប់ថាទូរស័ព្ទដែលកំពុងទេគឺជា iPhone 17 Pro Max ពណ៌ខ្មៅពូភឿលឺហើយមកផ្ទះវិញតែម្ដងមិនឲ្យប្តីមកវិញដៃទៅទេចៅពេលហើយគេយកទៅលក់អស់ហើយម៉ែវាហើយគេលក់វិញមកជីប្រមាណថ្លៃដែរ99,900.9ក៏អផើយើងខំទៅសំតាំងពីមកជី2ទៅ100000តែឥឡូវមកជីក្បែរ$1000ទៅហើយអស់អាលីហើយមកអន្តរាយតែម្ដងម៉ែវាពេលនេះយើងក្រមែនតែនហើយសួស្តីប្រិមិត្តពុកម៉ែបងប្អូនតើរឿងរ៉ាវតទៅមុខទៀតទៅជាយ៉ាងណាមាសសុទ្ធជាង10គីឡូឬកូនយកទៅលក់អេតចាយអស់តើពួកគេថ្ងៃអនាគតបានលុយកាក់ពីណាទៅបងប្អូនកុំភ្លេចទស្សនាភាគបន្តអរគុណច្រើន